នឹងយើងមកមើលលំហាត់ការពីសើមិញធនាបានដើរហាត់ប្រាណតាមផ្លូវគាត់ដឹងថារយៈពេល10នាទីគាត់ដើរហាត់ប្រាណបាន 1.5 គីឡូម៉ែត្រតាមក្នុងរយៈពេល1ម៉ោងធនាដើរហាត់ប្រាណបានប្រមាណគីឡូម៉ែត្រតាមដែលធនាដើរហាត់ប្រាណរយៈពេល1ម៉ោងដល់10នាទីគាត់ដើរហាត់ប្រាណបាន 1.5 គីឡូម៉ែត្រ1ម៉ោងតាមរយៈពេល1ម៉ោងគាត់ដើរបានប្រមាណហើយយើងតាមដេឬ1ម៉ោងស្មើ60នាទីដេអញ្ចឹងយើងតាមសមាមាត្រ10ភាគ60ស្មើ1.5 គីឡូម៉ែត្រលើដេអញ្ចឹងយើងសម្រួល0ចោលបាន1ភាគ6ស្មើ1.5 គីឡូ1.5 លើដេអញ្ចឹងយើងបានដេស្មើ1.5ក៏នឹង6ស្មើ9 គីឡូម៉ែត្រដូចនេះដេស្មើ9 គីឡូម៉ែត្រ